11 ចំណុចឬ11ហេតុផលដើម្បីសន្សំលុយឲ្យសល់មនុស្សជាច្រើនបានព្យាយាមសន្សំលុយដើម្បីឲ្យសល់តែលទ្ធផលគឺមិនសល់នោះគឺដោយសារតែគ្មានហេតុផលជំរុញចិត្តដែលនាំឲ្យបិទការចាយហើយវាคล้ายទៅជាប្រាក់សន្សំដែលសល់ដែលយកទៅបង្កើតប្រភពប្រាក់ចំណូលបាននេះគឺជា11ហេតុផលដែលនាំឲ្យមានការជឿចិត្តដែលនាំឲ្យមានការជឿចាប់ហើយចាប់ផ្ដើមសន្សំទី1ត្រូវមានបំណងចង់មានដែលការមានបំណងចង់មាននេះជាការមានបំណងចង់មានដោយមានហេតុផលជំរុញចិត្តឲ្យដឹងការពិតអំពីភាពក្រនិងភាពមានថាបើយើងក្រតើលទ្ធផលរបស់យើងយ៉ាងម៉េចលំបាកវេទនាឈឺចាប់ចាញ់ប្រៀបគេមើលងាយលាក់នឹងលាក់ចុះបើសិនជាយើងខ្លាចជាអ្នកមានវិញបើយើងខ្លាចទៅជាអ្នកមានយើងនឹងអាចធ្វើអ្វីទៅតាមសេចក្តីត្រូវការឬទៅតាមចិត្តប្រាថ្នារបស់យើងហើយជាពិសេសយើងនឹងខ្លាចទៅជាមនុស្សដែលមានឥទ្ធិពលឬទឹកមាត់ប្រៃឬដែលគ្រាន់តែចំហាយរបស់យើងក៏មានប្រៀបលើអ្នកដទៃផងដែរទី2សន្សំដើម្បីវិនិយោគហេតុដែលយើងត្រូវសន្សំនេះមិនមែនគ្រាន់តែដើម្បីឲ្យសល់ទេបើដើម្បីឲ្យសល់វាយឺតណាស់ហើយវាមិនបានជំរុញទឹកចិត្តយើងទេប៉ុន្តែយើងសន្សំនេះដើម្បីឲ្យមានដែលការសន្សំដើម្បីឲ្យមានគឺសន្សំយកទៅវិនិយោគអញ្ចឹងយើងត្រូវគិតថាតើបន្តិចទៀតល្មមគ្រប់ចំនួនវិនិយោគដែលយើងអាចបង្កើតប្រភពប្រាក់ចំណូលមួយទៀតបានហើយប្រភពប្រាក់ចំណូលរបស់យើងចេះតែកើនឡើងច្រើនជាបន្តបន្ទាប់ដែលវាគឺជាច្រកនាំលុយចូលដែលវានាំឲ្យយើងក្លាយទៅជាអ្នកមានក្នុងរយៈពេលឆាប់នេះទី3ដកសន្សំមុនចាយពេលដែលបានលុយមកយើងដកសន្សំសិនវាគឺជាទម្លាប់និងជាជំរើសរបស់អ្នកមានហើយដកសន្សំឲ្យបានច្រើនជាអតិបរមាសុខចិត្តទុកលុយចាយតិចបានហើយដែលគេហៅថាចាយឲ្យស្ដួយទៅកុំឲ្យវាដាច់ដើម្បីទុកឲ្យវាដោះយកទៅសាបព្រោះឲ្យកើតជាទ្រព្យជាបន្តបន្ទាប់ទៀតដកសន្សំឲ្យបានច្រើនជាអតិបរមាសន្សំបានច្រើនកាលណាល្អកាលហ្នឹងចំណែកលុយទុកចាយតិចក៏តិចចុះព្រោះការចាយវានាំឲ្យអស់ការដែលសន្សំទុកដើមដុះវានាំឲ្យកើតឡើងវានាំឲ្យកើនទ្រព្យអ្នកដែលមានគំនិតក្រតែងតែដកចាយមុនសន្សំអ្នកដែលមានគំនិតជាអ្នកមានគឺដកសន្សំមុនពេលចាយទី4ដកសន្សំទុកកន្លែងណាដែលមិនអាចដកចាយវិញបានមនុស្សជាច្រើនបានដកសន្សំបន្ទាប់មកទប់ចិត្តមិនបានក៏ដកចាយវិញដោយហេតុផលផ្សេងដែលខ្លះមិនចាំបាច់ដោយគ្រាន់តែជាចំណង់ដែលគ្រាន់តែជាជំរើបជ្រើបជ្រួលដូច្នេះនៅពេលដែលយើងមិនអាចគ្រប់គ្រងអារម្មណ៍របស់យើងបានយើងនឹងធ្វើឲ្យលុយចាក់ចេញពីដៃរបស់យើងចឹងយើងត្រូវមានវិធីសាស្ត្រដើម្បីក្តាប់លុយឲ្យតឹងណែនដែលបើទោះជាយើងមិនអាចគ្រប់គ្រងអារម្មណ៍របស់យើងបានក៏យើងត្រូវតែធ្វើវានោះគឺយើងត្រូវតែយកលុយសន្សំទៅដាក់កន្លែងណាដែលមិនអាចដកវិញបានបើយើងដាក់កូនជ្រូកជួនកាលខ្វេះជួនកាលញញួរវាយបំបែកអ្នកខ្លះផ្ញើនៅឪពុកម្ដាយឬបងប្អូនតែសុំដកវិញឬទាដកវិញជំរឿនដែលល្អបំផុតនៅក្នុងការដាក់លុយឲ្យមិនអាចដកវិញបានគឺដាក់ក្នុងធនាគារដែលមានកាលកំណត់ឧទាហរណ៍ថាបើប្រាក់ខែរបស់យើងអាចសន្សំ6ខែល្មមដកទៅវិនិយោគបានអញ្ចឹងយើងសន្សំដាក់កាលកំណត់ថា6ខែទើបអាចដកបានទោះជាចង់ដកពេលមុនកាលកំណត់ក៏មិនបានដែរតាមគោលការណ៍របស់ធនាគារអញ្ចឹងបើយើងមិនអាចគ្រប់គ្រងអារម្មណ៍របស់យើងបានទុកឲ្យធនាគារគ្រប់គ្រងលុយឲ្យយើងវិញទី5អត់ធ្មត់ត្រូវប្រកាន់ពាក្យថាទ្រាំនៅពេលដែលយើងចង់ទិញអ្វីមួយដែលវាគ្រាន់តែជាសម្រាប់ស្រាបស្រួលផ្នែកអារម្មណ៍របស់យើងនោះដែលវាមិនមែនជាការទិញដើម្បីយើងបដោះស្រាយបញ្ហាឬបំពេញតម្រូវការសោះនោះគឺយើងត្រូវតែខំមាត់សង្កត់ចិត្តអត់ទ្រាំកុំទិញអត់ធ្មត់ទ្រាំសិនទៅមួយថ្ងៃគង់តែកន្លងផុតទៅទេទិញនិងមិនទិញគង់តែមួយថ្ងៃកន្លងផុតទៅទេការទិញនាំឲ្យអស់លុយតាមរយៈពេលវេលាកន្លងផុតទៅការសន្សំទុកនាំឲ្យគង់នៅតាមរយៈពេលវេលាដែលកន្លងផុតទៅដែរដូច្នេះយើងទ្រាំតែបន្តិចពេលវេលានឹងកន្លងផុតទៅថាយើងនឹងមិនស្លាប់ទេដោយសារតែការអត់ក្នុងរយៈពេលមួយថ្ងៃនេះមួយថ្ងៃកន្លងផុតទៅយើងនឹងសល់លុយទី6បើមិនទាន់មានពិតប្រាកដទេទោះខំអួតយ៉ាងណាក៏គ្មានន័យដែរការមានពិតប្រាកដមានន័យថាមានប្រភពប្រាក់ចំណូលអាចថាមានអាជីវកម្មច្រើនមានអចលនទ្រព្យច្រើនមានទ្រព្យសម្បត្តិច្រើនដែលកំពុងបង្កើតប្រាក់ចំណូលឲ្យយើងហើយបើសិនជាយើងគ្រាន់តែមានលុយទេអត់មានប្រភពប្រាក់ចំណូលផងឬមានប្រភពប្រាក់ចំណូលមិនទៀងទាត់ផងខំទៅអួតធ្វើអីអួតយ៉ាងណាក៏គ្មានន័យដែរទោះជាទៅទិញខ្សែកប៉ិនមេជើងមកពាក់ក៏គ្មានន័យដែរបើសិនជាអត់មានប្រភពប្រាក់ចំណូលទៀងទាត់
ទោះជាខំតែទិញឡានទំនើបដោយខ្ចីឬក៏ដោយបង់រំលោះក៏គ្មានន័យអីដែរបើសិនជាគ្មានប្រភពប្រាក់ចំណូលទៀងទាត់ទោះជាតែខំប្រើប្រាស់របស់ brand ក៏គ្មានន័យដែរបើសិនជាគ្មានប្រភពប្រាក់ចំណូលទៀងទាត់អ្នកខ្លះខំប្រឹងទិញរបស់ប្រើប្រាស់ទំនើបឬទិញគ្រឿងអលង្ការឬក៏ទិញយានជំនិះឬក៏ទិញសម្លៀកបំពាក់ឬក៏ទិញរបស់របរមកតុបតែងខ្លួនឲ្យមានលក្ខណៈជា high show តែការshowបែបនេះគ្មានន័យទេអាចបំភាន់ភ្នែកតែអ្នកមិនដឹងមិនយល់អំពីភាពមានបានពិតប្រាកដតែប៉ុណ្ណោះចំណែកអ្នកមានពិតប្រាកដគេយល់អំពីអ្នកមានពិតប្រាកដដូចគ្នាគេគ្រាន់តែកលេចមើលគេដឹងថាមានពិតប្រាកដឬក៏មានคล้ายជាពិសេសគេអត់បានមើលរបស់ប្រើប្រាស់ខាងក្រៅទេគេសួរថាតើអ្នកមានក្រុមហ៊ុនប៉ុន្មានមានអាជីវកម្មអ្វីខ្លះមានបុគ្គលិកប៉ុន្មានអ្នកឬក៏មានដីប៉ុន្មានកន្លែងអ្នកខ្លះមានទ្រព្យសម្បត្តិរាប់រយលានដុល្លារពាក់តែស្បែកជើងផ្ទាត់ជិះតែឡានកញ្ចាស់ក៏នៅតែអ្នកមានការចេះដឹងពិតប្រាកដគេមើលធ្លុះថាអ្នកនឹងជាអ្នកមានពិតប្រាកដអ្នកខ្លះគឺជាអ្នកមានคล้ายឬជាអ្នកមានបណ្ដោះអាសន្នទើបបានលុយថ្មីទើបមានលុយ10-20ម៉ឺនដុល្លារទិញគ្រឿងអលង្ការពាក់ទិញឡានទំនើបជិះឬជួលផ្ទះវីឡាដែលមើលតែសម្បកក្រៅទៅហឺហាអស្ចារ្យណាស់តែការពិតបើសិនជាគ្មានប្រភពប្រាក់ចំណូលទៀងទាត់ទេទោះជារៀបចំខ្លួនបានហឺហាអស្ចារ្យយ៉ាងណាក៏ដោយក៏នៅតែឈ្មោះថាជាអ្នកដែលមានគំនិតក្រដដែលហើយអ្នកដែលមានគំនិតក្រនេះគឺអន់ជាងអ្នកក្រទេណាជួនកាលអ្នកក្រគាត់មានគំនិតមានគាត់នឹងអាចខ្លាយទៅជាអ្នកមានឆាប់ដល់អ្នកមានសម្បកក្រៅអ្នកមានបណ្ដោះអាសន្នអ្នកមានបន្លំអ្នកមានคล้ายដែលពោពេញដោយគំនិតក្រក្នុងខួរក្បាលគាត់អាចនឹងខ្លាយទៅជាអ្នកក្រយូរអង្វែងឬក៏ជាអ្នកដែលជំពាក់បំណុលគេវាន់កទៀតផងទី7ធ្វើក្រសិនដើម្បីមានចាប់តាំងពីយើងចេះសន្សំនេះទៅវាគឺជាការបោះជំហានឆ្ពោះទៅកាន់មានបាននៅក្នុងការបោះជំហានទៅកាន់ភាពមានបាននេះយើងត្រូវតែចេះធ្វើក្រខ្សត់អត់ទ្រាំនឹងការលំបាកកុំទាន់អាចចង់ស្រណុកសុខស្រួលភ្លាមអ្វីដែលអាចធ្វើខ្លួនឯងបានធ្វើខ្លួនឯងសិនធ្វើដោយខ្លួនឯងអត់មានលុយក្នុងការទិញធ្វើដោយខ្លួនឯងអត់មានលុយក្នុងការជួលធ្វើដោយខ្លួនឯងអត់មានលុយក្នុងការចាយប៉ុន្តែក្នុងគំនិតរបស់យើងមិនមែនអត់ទេគំនិតរបស់យើងគឺជាគំនិតមានពិតប្រាកដគ្រាន់តែទង្វើរបស់យើងត្រូវធ្វើដូចយើងអត់សិនដើម្បីទុកឱកាសឲ្យគ្រាប់ពូជដែលមានក្នុងគំនិតរបស់យើងវាដុះលូតលាស់ឡើងហើយនៅពេលដែលវាដុះលូតលាស់ឡើងយើងនឹងក្លាយទៅជាអ្នកមានតាមការព្រៀងទុកឬតាមការរំពឹងទុករបស់យើងបើសិនជាយើងមិនចេះអត់ទ្រាំឬមិនចេះលំបាកនោះមានន័យថាយើងជ្រើសរើសយកស្រណុកមុនលំបាកក្រោយអ្នកដែលមានគំនិតមានគឺគេជ្រើសរើសយកលំបាកមុនស្រណុកក្រោយក្រមុនមានក្រោយទី7កុំចាយតាមចង់ត្រូវចាយតាមចេះចាយតាមចង់មានន័យថាឆោតល្ងងចាយតាមចេះមានន័យថាឆ្លាតវៃចាយតាមចង់មានន័យថាចាយដោយប្រើអារម្មណ៍ស្លុងដល់ចាយតាមចេះមានន័យថាមុននឹងចាយត្រេះរិះពិចារណាទិញអ្វីដែលចាំបាច់ទិញអ្វីដែលសំខាន់អ្វីដែលមិនចាំបាច់អ្វីដែលមិនសំខាន់គឺកុំទិញថ្ងៃនេះពេលនេះបើសិនជាអ្នកទិញអ្វីដែលមិនសំខាន់ក្នុងជីវិតដោយមិនចេះគិតអ្នកនឹងបាត់បង់អ្វីដែលសំខាន់ក្នុងជីវិតហើយទើបចេះគិតតាមក្រោយដល់ពេលនោះគឺជាពេលវេលាដ៏ឈឺចុកចាប់បំផុតព្រោះអ្នកនឹងសោកស្ដាយនៅអ្វីដែលអ្នកបាត់បង់ដោយសារតែអ្នកចាយនៅថ្ងៃនេះហើយអ្នកនឹងមើលឃើញអ្នកដទៃដែលគេមិនចាយនៅថ្ងៃនេះគឺគេបានរបស់សំខាន់ក្នុងជីវិតនៅថ្ងៃក្រោយគេមានជោគវាសនាល្អគេខ្លាយទៅជាអ្នកមានទី9ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់តើយើងមានហើយឬនៅតើយើងមានពិតប្រាកដទេឬយើងគ្រាន់តែជាអ្នកមានបណ្ដោះអាសន្នដែលទៅបតែបានលុយដែលទៅបតែរកស៊ីដែលទៅបតែជោគជ័យតិចតួចដែលមិនទាន់មានភាពចាស់ទុំនិងមិនទាន់មានចំណេះដឹងហិរញ្ញវត្ថុនៅឡើយឬមិនស្គាល់អំពីជីវិតនិងលុយកាក់នៅឡើយទេបើសិនជាយ៉ាងដូចនេះមែនត្រូវខ្នន់ខ្នេរិះរេរករៀនភ្លាមកុំច្រឡំអំពីទឹកលុយដែលអ្នកមាននៅក្នុងដៃបើទោះជាអ្នកមានតិចកុំច្រឡំខ្លួនឯងថាក្រឲ្យតែអ្នកដើរផ្លូវត្រូវសន្សំត្រឹមត្រូវអ្នកនឹងក្លាយទៅជាអ្នកមានហើយក៏សូមកុំច្រឡំដែរថាអ្នកមានលុយច្រើននៅក្នុងដៃអ្នកគឺជាអ្នកមានពិតប្រាកដបើអ្នកមិនទាន់មានប្រភពប្រាក់ចំណូលទៀងទាត់និងច្រើនវិស័យទេអ្នកមិនទាន់ក្លាយជាអ្នកមានពិតប្រាកដនៅឡើយទេបើដូច្នេះតើអ្នកស្ថិតនៅទីណានៃគោលដៅទ្រព្យសម្បត្តិរបស់អ្នកតើអ្នកមានប្រភពប្រាក់ចំណូលប្រមាណទិសប្រមាណច្រកប្រមាណវិស័យប្រមាណកន្លែងតើវាធានាបាននៅជីវិតរបស់អ្នកសម្រាប់ការចូលនិវត្តន៍ឬក៏
ការឈប់សម្រាកឈប់ធ្វើការឲ្យរនៅបើសិនជាអ្នកមិនទាន់មានប្រភពប្រាក់ចំណូលទៀងទាត់ពិតប្រាកដច្រើនច្រកច្រើនវិស័យច្រើនទីកន្លែងទេអ្នកមិនត្រូវភ្លើតភ្លើនទេអ្នកមិនត្រូវសបាយតាមគេទេអ្នកត្រូវសំងំយកពឹសសំងំបង្កើតប្រភពប្រាក់ចំណូលឲ្យមានសុវត្ថិភាពពិតប្រាកដទី10កុំធ្វើចរិតដូចសេដ្ឋីកុំទាន់ចាយវាយដូចសេដ្ឋីអ្នកអាចគិតដូចសេដ្ឋីអ្នកអាចធ្វើដូចសេដ្ឋីអ្នកអាចចាត់ចែងលុយដូចសេដ្ឋីប៉ុន្តែអ្នកមិនគប្បីចាយលុយដូចសេដ្ឋីនៅពេលហ្នឹងទេកុំទាន់លុយឆាយដើរហូបបាយហាងទាំងថ្ងៃទាំងយប់ផ្លិតផ្លើនការ៉ាអូខេក្លឹបគ្មានពេលទំនេរប្រើប្រាស់របស់ brand របស់ទំនើបរបស់ high so ចូលតាមតែគេបញ្ចើចកុំទាន់គ្រាន់តែហាត់ប្រាណក៏ចូលក្លឹបដែរកុំទាន់មានពេលទំនេរថ្ងៃសៅរ៍ថ្ងៃអាទិត្យត្រូវពិនិត្យមើលបង្កើតប្រភពប្រាក់ចំណូលថែមទៀតកុំទាន់អាលស្លៀកខោខ្លីដើរលំហែកុំទាន់អាលរៀបចំខ្លួនសម្រាប់តែដើរញ៉ែគួរតែរៀបចំខ្លួនឲ្យបានត្រឹមត្រូវសម្រាប់បង្កើនប្រភពប្រាក់ចំណូលនិងថែទាំប្រភពប្រាក់ចំណូលយកពេលវេលាដែលត្រូវលំហែទាំងឡាយនោះទៅដាក់បញ្ចូលជាមួយនឹងពេលវេលានៃការកសាងទ្រព្យសម្បត្តិមានន័យថាលំហែរបៀបរកទ្រព្យសម្បត្តិដើរមើលឱកាសនានាដើម្បីរកស៊ីអ្នកមានគំនិតជាអ្នកមានគេដើរលំហែដោយបានលុយអ្នកមានគំនិតជាអ្នកក្រដើរលំហែដោយអស់លុយអ្នកមានគំនិតជាអ្នកមានហាត់ប្រាណដោយបានលុយហាត់ប្រាណដោយកើតប្រយោជន៍ហាត់ប្រាណដោយចំណេញពេលវេលាដល់អ្នកមានគំនិតជាអ្នកក្រគឺហាត់ប្រាណដោយអស់ពេលវេលាហាត់ប្រាណដោយអស់លុយលាក់នឹងលាក់ទី11ត្រូវមានហេតុផលឈឺចាប់ក្នុងការសន្សំលុយសូមគិតពិចារណានិងរំលឹកខ្លួនឯងថាប្រសិនបើអ្នកអត់មានលុយតើអ្នកណាខ្លះមើលមុខអ្នកតើអ្នកណាខ្លះឲ្យតម្លៃអ្នកតើអ្នកណាខ្លះចង់រាប់អានអ្នកតើអ្នកណាខ្លះចង់ selfie ជាមួយអ្នកតើអ្នកណាខ្លះដែលអ្នកអាចទៅខ្ចីលុយបាននៅពេលដែលអ្នកមានអាសន្នតើអ្នកណាខ្លះចង់រួមដំណើរជាមួយអ្នកតើអ្នកណាខ្លះចង់ចូលមកសហការជាមួយអ្នកតើអ្នកណាខ្លះដែលនៅទ្រាំទ្រជាមួយអ្នកក្នុងគ្រាដែលអ្នកក្រហ្នឹងនៅពេលដែលអ្នកអត់មានលុយសម្ដីរបស់អ្នកមានតម្លៃដែរឬទេសម្ដីរបស់អ្នកមានឥទ្ធិពលដែរឬទេទឹកមាត់របស់អ្នកប្រៃដែរឬទេជួនកាលអ្នកចង់ប្រើអ្នកណាមួយអ្នកនិយាយមកលៀនម៉ាត់ឬនិយាយបែកពពុះមាត់គេមិនស្ដាប់ផងតែបើអ្នកមានលុយវិញអ្នកមិនចាំបាច់និយាយទេគ្រាន់តែក្អកមកខេះគេរស់រាន់ធ្វើតាមអ្វីដែលអ្នកចង់បាន